ការអនុស្សាវរីយ៍$1របស់ Steve Jobs លោក Steve Jobs សហគ្រិននិងអ្នកបដិវត្តបច្ចេកវិទ្យាដំបូងគេដែលបានបោះពុម្ពលើការអនុស្សាវរីយ៍$1នៃរូបិយប័ណ្ណជាតិអាមេរិកកាក់$1សោះហេតុអីស្ដាប់ទៅដូចជារឿងអស្ចារ្យហើយពិសេសម្ល៉េះអ្វីទៅជា commemorative coin ឬក៏កាក់អនុស្សាវរីយ៍ជាកាក់ដែលផលិតឡើងជាពិសេសដើម្បីអបអរសាទរឬរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ទីកន្លែងល្បីៗឬបុគ្គលមានឥទ្ធិពលដូចជាព្រះមហាក្សត្រមេដឹកនាំឬអ្នកបង្កើតថ្មីភាគច្រើនផលិតក្នុងចំនួនមានកំណត់រចនាបថស្អាតប្លែកពីកាក់ធម្មតានិងច្រើនតែធ្វើឡើងសម្រាប់ឲ្យអ្នកប្រមូលទិញទុកជាការចងចាំឬទុកជាការវិនិយោគជាជាងការយកទៅចាយវាយទូទៅលើទីផ្សារទោះបីជាវាមានតម្លៃជាសាច់ប្រាក់ស្របច្បាប់ក៏ដោយទូកទៅកំពុងនៅទោះបីជា Steve Jobs ទទួលមរណភាពតាំងពីឆ្នាំ2011ក៏ដោយថ្មីនេះពោលគឺនៅថ្ងៃទី12ខែឧសភាឆ្នាំ2026រូបរាងរបស់លោក Steve Jobs កាលពីក្មេងពាក់អាវយឺតកខ្ពស់ខោ cowboy និងស្បែកជើងប៉ាតាអង្គុយប៉ែនភ្នែនជាមួយនឹងពាក្យស្លោកដែលលោកធ្លាប់និយាយទៅកាន់បុគ្គលិក Apple កាលពីឆ្នាំ2007គឺ make something wonderful. One of the ways that I believe people express their appreciation to the rest of humanity is to make something wonderful. បង្កើតអ្វីមួយដែលអស្ចារ្យត្រូវបានគេយកទៅចារឹកនៅលើកាក់ Steve Jobs $1 commemorative coinផ្ដល់កិត្តិយសចារឹកនៅលើរូបិយប័ណ្ណជាតិអាមេរិកនេះគឺជារឿងដ៏កម្រមួយសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យាសម័យទំនើបបានបង្ហាញឲ្យឃើញឥទ្ធិពលដ៏ធំធេងរបស់ Steve Jobs ទៅលើការផ្លាស់ប្ដូរពិភពលោកតាមរយៈការបង្កើត Apple, iPhone និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ